ហើយខ្ញុំសុំប្រមានអ្នកដែលលេង Facebook កុំរពឹសដៃចូលខមមិនឲ្យសោះអាយយតាខ្លាំងមែនតែនហ្មងតាចហ្មងនេះពីការភ្នែកខ្ញុំមិនឲ្យរួចខ្លួននេះខ្ញុំប្រាប់ឲ្យហើយថងនាយករដ្ឋមន្ត្រីថាម៉េចថាទៅហើយនាយករដ្ឋមន្ត្រីមិនវិហានថាបើនេះឪនាយករដ្ឋមន្ត្រីវានិយាយហ្នឹងដាច់គេចោលហើយអានោះរឿងសន្តិសុខជាតិអានោះខ្ញុំទៅធ្វើស្អីគេការពារសន្តិសុខជាតិតាមចាប់អ្នកដែលរិះគន់តាមខមមិនរិះគន់តាម Facebook ហ្នឹងមែនអូយអញអាថៃនោះវាឆ្លៀនពៀនខ្មែរយកផ្ទះយកដីខ្មែរនៅខាងព្រៃច័ន្ទព្រៃអីហ្នឹងអត់ការពារសន្តិសុខជាតិទេបែរជាមកតាមចាប់អ្នកដែលរិះគន់តាម Facebook អ្នកដែលខមមិនតាម Facebook ហ្នឹងបែរទៅតាមចាប់គ្នាដើម្បីការពារសន្តិសុខជាតិធ្វើព្រេកណាក៏ដោយដែលបង្ហោះហើយឯងចូលទៅខមមិននៅក្រៅស្រុករួចខ្លួននៅក្នុងស្រុករួចខ្លួនទេប្រាប់ឲ្យហើយទៅអូយខំភ័យអញ្ចឹងសំណាងហើយខ្ញុំអត់ដែរខមមិនទិសសម្ដេចទេហ្នឹងហើយខ្ញុំមានធ្វើវីដេអូទេអញ្ចឹងខ្ញុំមួយខ្លួនអូយខំប្រឹងភ័យអស់មកកណោនេះមិនមែនជាអំពើប្រតិការទេព្រោះអ្នកឯងចូលមកជេរអ្នកឯងចូលមកប្របាក់ទឹកចិត្តកងទ័ពស្អាតប៉ុណ្្នឹងហើយថាខ្លួនឯងអត់ដឹកនាំផ្ដាច់ការទៀតសម្ដេចហើយសម្ដេចគេមានភ្នែកមើលតើរាល់ថ្ងៃនឹងការដឹកនាំរបស់ក្រុមគ្រួសាររបស់សម្ដេចហើយអារឿងជេរនឹងមិនមែនគេចេះតែជេរទេចង់និយាយថាបើសិនជាដឹកនាំល្អមានអាណាទៅជេរប៉ុន្តែសម្ដេចដឹកនាំ30-40ឆ្នាំសម្ដេចដឹងខ្លួនឯងហើយអំពើពុកអលួយពីពេញប្រទេសនិយាយពីថាគ្រប់បែបយ៉ាងតែម្ដងសម្ដេចហើយសម្ដេចប៉ុណ្្នឹងអត់ដឹងខ្លួនទៀតអូមួយទៀតខ្ញុំប្រាប់រឿងអ្នកដែលនិយាយប្របាក់ទឹកចិត្តកងទ័ពគ្មានអ្នកណាទេក្រៅពីខ្លួនឯងអ្នកនិយាយបើមិនជឿស្ដាប់សម្ដីខ្លួនឯងបន្តិចខ្ញុំមិនដែលនិយាយរឿង18អ្នកទេពួកខ្ញុំចាត់ទុកថាពួកគេបានបូជាជីវិតរួចសាច់ទៅហើយមិនដែរអាហ្នឹងគួរចាត់ការរបៀបមិនវិញណាបើសិនជាបពប្រឆាំងនិយាយវិញប៉ុណ្ណេះវិញស្រួលនឹងតាមចាប់ដល់ជើងមេចុះនិយាយខ្លួនឯងទេណាជីវិតគេនៅរស់ឯងបែរទៅជាប្រមាថជីវិតពួកគាត់នឹងថាស្លាប់អស់ហើយណែវាទៅអញ្ចឹងសម្ដេចហើយសម្ដេចធ្វើអីក៏ត្រូវដែរ